យើងកើតមកក្នុងត្រកូលអ្នកខ្វះខាតមិនមានទ្រព្យមិនមានលៀបយសកុំបន្ទោសត្រកូលខ្លួនឯងត្រូវយល់ថាមកពីយើងខ្វះបុណ្យខ្វះសំណាងបានជាជាតិនេះយើងខ្វះខាតតែអ្នកមិនត្រូវអស់សង្ឃឹមទេព្រោះមនុស្សម្នាក់ដែលកើតមកមិនបានយកចំណេះវិជ្ជាឬក៏ទ្រព្យសម្បត្តិមាសប្រាក់មកតាមខ្លួនឡើយគឺពឹងទៅលើការប្រឹងប្រែងរៀនសូត្រឬកិច្ចការងារសុចរិតទៀងត្រង់កុំខ្ជិលច្រអូសកុំទម្រុនទើបយើងមានទ្រព្យសម្បត្តិនឹងគេកុំបន្ទោសខ្លួនឯងត្រូវឲ្យកម្លាំងចិត្តខ្លួនឯងជួយខ្លួនឯងប្រសើរជាងអ្នកដទៃជួយនៅលើលោកនេះវាមានតែប៉ុណ្ណឹងឯងម្ដងសោចម្ដងយំម្ដងសប្បាយម្ដងកើតទុក្ខយើងសាកសង្កេតមើលឃើញថា